ប្រទេសកម្ពុជាមាននយោបាយទីផ្សារសេរីក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះតាមរយៈការរីកលូតលាស់វិស័យសេដ្ឋកិច្ចទីផ្សារបានជំរុញឲ្យសេដ្ឋកិច្ចឯកជនមានសន្ទុះទៅមុខគួរឲ្យចាប់អារម្មណ៍រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាការអភិវឌ្ឍសហគ្រាសគឺជាកូនសោយុទ្ធសាស្ត្រសម្រាប់កាត់បន្ថយភាពក្រីក្រនិងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់បច្ចុប្បន្ននេះសហគ្រាសមួយចំនួនកំពុងប្រគល់ប្រជែងរកទីផ្សារក្នុងតំបន់ដែលក្នុងនោះមានសហគ្រាសអាជីវកម្មចិញ្ចឹមជ្រូកផងដែរអស់លោកស្រីជ្រាបទៀតថាការចិញ្ចឹមជ្រូកទទួលបានជោគជ័យតើត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះដើម្បីបង្កើនការយល់ដឹងពីបច្ចេកទេសនៃការចិញ្ចឹមជ្រូកឲ្យបានជោគជ័យគម្រោងអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុតខ្នាតតូចនិងខ្នាតមធ្យមនៃអង្គការ DAI ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍអន្តរជាតិសូមធ្វើការបង្ហាញជូនទស្សនិកជននៅខ្សែវីដេអូបណ្ដុះបណ្ដាលដែលស្ដីអំពីបច្ចេកទេសក្នុងការគ្រប់គ្រងនិងការបង្កើនផលិតផលជ្រូកសាច់ដូច្នេះសូមអញ្ជើញទស្សនិកជនតាមដាននិងទស្សនានៅខ្សែវីដេអូនេះទាំងអស់គ្នាសូមអញ្ជើញកូនជ្រូកត្រូវបានគេបំបែកពីទ្រុងថែទាំមកដាក់ក្នុងទ្រុងជ្រូកសាច់នៅអាយុ12អាទិត្យការបំបែកនៅអាយុក្មេងពេកឬទម្ងន់ស្រាលពេកធ្វើឲ្យសមត្ថភាពនិងលទ្ធភាពនៃការលូតលាស់យឺតដូច្នេះក៏បីទុកឲ្យវាមានទម្ងន់25ទៅ30គីឡូក្រាមសិនទើបល្អចូលផ្ដល់ចំណីដែលមានគុណភាពនិងផ្ដល់ការថែទាំសុខភាពព្រមទាំងរៀបចំទ្រុងឲ្យបានត្រឹមត្រូវគឺជាកត្តាសំខាន់បំផុតសម្រាប់ការចិញ្ចឹមជ្រូកធ្វើបែបនេះលោកអ្នកនឹងទទួលបាននូវផលចំណេញច្រើនសូមប្រយ័ត្នជ្រូកជំទង់និងជ្រូកសាច់ដែលមានបញ្ហាដូចជាបញ្ហាលើផ្លូវដង្ហើមកើតមានដូចជាក្អកកណ្ដាលរលាកច្រមុះនិងហើមសួតដែលបណ្ដាលមកពីវីរុសនិងបាក់តេរីជាដើមប៉ារ៉ាស៊ីតនៅក្នុងក្រពះនិងពោះវៀនអាចបណ្ដាលឲ្យរាគឬលាមកមានលេឈាមចៃជាមូលហេតុបណ្ដាលឲ្យជ្រូកស្ត្រេសនិងស្រកទម្ងន់ដែរសូមបងប្អូនដែលជាម្ចាស់កសិដ្ឋានទាំងអស់ចូលចងចាំថាទំហំទីធ្លាផ្ដល់ចំណីគឺមានសារៈសំខាន់ណាស់ពិសេសនៅពេលដែលជ្រូកកាន់តែធំទំហំវាត្រូវការ1ម៉ែត្រការ៉េក្នុងជ្រូកមួយក្បាលហើយនៅពេលដែលជ្រូកខ្សោយឬជ្រូកដែលមិនអាចប្រជែងគេបានវាមានឱកាសតិចតួចណាស់ក្នុងការស៊ីចំណីហើយវាកាន់តែតូចជាងគេដូច្នេះសូមបងប្អូនដែលជាម្ចាស់កសិដ្ឋានទាំងអស់គួរតែបំពេញចំណីបន្ថែមជ្រូកមេក្រមុំនិងជ្រូកសាច់ដែលមានទម្ងន់ចាប់ពី50គីឡូក្រាមឡើងទៅគួរតែដាក់ទ្រុងដាច់ពីគ្នាពីព្រោះតម្រូវការចំណីរបស់វាខុសគ្នាជ្រូកមេក្រមុំត្រូវការចំណីដែលមានប្រូតេអ៊ីនច្រើនហើយការលូតលាស់យឺតម្ដងបន្តិចម្ដងបន្តិចជ្រូកសាច់ស៊ីចំណីច្រើនហើយឆាប់បានលក់នៅលើទីផ្សារជ្រូកស៊ីច្រើនទម្ងន់ចាប់ពី15ទៅ20គីឡូក្រាមនិងពី60ទៅ80គីឡូក្រាមបើជ្រូកស៊ីច្រើនបង្ហាញពីសុខភាពរបស់វាគន្លឹះដើម្បីទទួលបានប្រាក់ចំណេញពីការលក់ជ្រូកគឺអាស្រ័យទៅលើការបែងចែកក្រុមកូនជ្រូកនៅអាយុ8ទៅ12អាទិត្យសូមបែងចែកជ្រូកសាច់ដែលមានទម្ងន់និងអាយុស្មើគ្នានៅក្នុងក្រុមដូចគ្នាស្នូកជ្រូកត្រូវស្របតាមចំនួនជ្រូកធ្វើបែបនេះ
គឺដើម្បីធ្វើឲ្យជ្រូកមិនអាចខាំគ្នានៅកន្លែងស្នូកចំណីមិនត្រូវដាក់ជ្រូកច្រើនពេកនៅក្នុងទ្រុងតូចនាំឲ្យមានការលូតលាស់យឺតនិងមិនស្មើគ្នាហើយពេលខ្លះមានបញ្ហាផ្សេងៗទៀតដូចជាការខាំកន្ទុយគ្នាត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់គ្រប់ទ្រុងទាំងអស់ត្រូវតែមានក្បាលបឺតយ៉ាងហោចណាស់2សម្រាប់ការលូតលាស់ដល់ជ្រូកទាំងអស់ជ្រូកឈឺត្រូវព្យាបាលឲ្យទាន់ពេលវេលាទ្រុងដែលកខ្វក់ពិសេសនៅកន្លែងផ្ដល់ចំណីបញ្ជាក់ថាជ្រូកមិនអាចមានសុខភាពល្អនោះទេហើយម្យ៉ាងវិញទៀតត្រូវកែលម្អទ្រុងកុំឲ្យក្តៅពេកឬត្រជាក់ពេកត្រូវមានខ្យល់គ្រប់គ្រាន់ហើយក្រាលកម្រាលទ្រុងដោយធ្វើពីរនាបមិនអាចជ្រាបទឹកធ្វើបែបនេះលោកអ្នកជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់នឹងឃើញជ្រូកទាំងអស់លូតលាស់បានយ៉ាងលឿនអ្នកចិញ្ចឹមត្រូវការថែរក្សាការកត់ត្រាផលិតផលជ្រូកដើម្បីតាមដានការរីកលូតលាស់របស់ជ្រូកតាមរយៈការផ្លាស់ប្ដូរចំណីការបន្តពូជរបស់មេជ្រូកដើម្បីកំណត់ចំនួនកូនជ្រូកក្នុងមួយឆ្នាំចាក់ថ្នាំការពារនិងព្យាបាលទាន់ពេលកំណត់អត្តសញ្ញាណជ្រូកបាននីមួយៗនិងជ្រូកមេដោយកាត់ស្លឹកត្រចៀកឬសាក់លើស្លឹកត្រចៀកហើយរក្សាព័ត៌មានទាំងនោះទៅតាមទ្រុងជ្រូកនីមួយៗតារាងសកម្មភាពប្រចាំអាទិត្យគួរតែរក្សាទុកផងដែរដើម្បីត្រួតពិនិត្យគ្រប់ដំណាក់កាលនៃផលិតកម្មជ្រូកទាំងអស់តារាងនេះមានការកត់ត្រាពិសេសចំនួនជ្រូកដែលមានអាយុខុសៗគ្នាផលិតភាពរបស់ពូជជ្រូកនិងការប្រើប្រាស់ចំណីតារាងសកម្មភាពប្រចាំអាទិត្យមានដូចជា 1. ការដាក់ឈ្មោល 2. ការកើតកូន 3. ការផ្ដាច់ដោះ 4. ការចែកចាយចំណី 5. ការជំរុះចោល 6. ការផ្លាស់ប្ដូរ 7. ចំនួនងាប់ 8. ការលក់និង 9. ការដាក់ជ្រូកថ្មីចូលក្នុងកសិដ្ឋានជ្រូកមួយក្បាលគួរត្រួតពិនិត្យទម្ងន់នៅគ្រប់ដំណាក់កាលទាំងនេះ 1. ពេលកើតជ្រូកមានទម្ងន់ 1.2 ទៅ 1.5 គីឡូក្រាម 2. អាយុ 4 អាទិត្យជ្រូកមានទម្ងន់ 6 ទៅ 7 គីឡូក្រាម 3. អាយុ 12 អាទិត្យជ្រូកមានទម្ងន់ 15 ទៅ 20 គីឡូក្រាម 4. អាយុ 18 អាទិត្យជ្រូកមានទម្ងន់ 40 ទៅ 50 គីឡូក្រាម 5. អាយុ 24 អាទិត្យជ្រូកមានទម្ងន់ 70 ទៅ 80 គីឡូក្រាមដើម្បីទទួលបាននូវផលិតផលទម្ងន់ដែលទីផ្សារត្រូវការនោះម្ចាស់កសិដ្ឋានត្រូវធ្វើយ៉ាងណាឲ្យវងជ្រូកសាច់ទាំងអស់មានការលូតលាស់លឿននិងមានសុខភាពល្អដើម្បីទទួលបាននូវលទ្ធផលទាំងនេះវាទាក់ទងទៅនឹង4ចំណុចទី1អត្រាស្លាប់ទាបបំផុតទី2ការលូតលាស់លឿនបំផុតទី3ថ្លៃចំណាយលើការទិញចំណីទាបនិងទី4ជ្រូកស៊ីចំណីបានច្រើន